សូមស្វាគមន៍មកកាន់ចន្ទរា Academy មេរៀនថ្ងៃនេះនិយាយអំពីបន្ទាត់ស្របហើយមុំដែលយើងលើកមកនិយាយគឺមុំត្រូវគ្នានឹងមុំទល់កំពូលតើមុំពីរនេះមានលក្ខណៈដូចម្ដេចមុំត្រូវគ្នាជាមុំពីរដែលមុំមួយស្ថិតនៅក្នុងបន្ទាត់ស្របហើយមុំមួយទៀតនៅក្រៅបន្ទាត់ស្របមុំទាំងពីរហ្នឹងនៅម្ខាងម្នាក់នៃខ្នាត់យើងស្គាល់ខ្នាត់អត់ខ្នាត់គឺ Bayer នេះហើយវានៅមួយនៅក្នុងបន្ទាត់ស្របមួយនៅក្រៅបន្ទាត់ស្របប៉ុន្តែនៅខាងជាមួយគ្នាទីហោមុំទៅគ្នានឹង BOC នេះតើវាជាមុំអ្វីមុំ BOC នេះនៅខាងក្រៅអញ្ចឹងមុំដែលនៅក្នុងបន្ទាត់ស្របគឺមុំ I អញ្ចឹង BOC នេះគឺត្រូវគ្នានឹងមុំ OIF ចុះមុំ AOB នេះត្រូវនឹងមុំអ្វីមុំ AOB នៅខាងក្រៅអញ្ចឹងមុំនៅខាងក្នុងនេះគឺមុំ OID មុំ OID តទៀតយើងទៅមើលមុំទល់កំពូលមុំទល់កំពូលជាមុំដែលមានកំពូលទល់មកគ្នាហើយមានជ្រុងជាបន្លាយនៃមុំទៅនឹងកំពូលម្ខាងទៀតមុំទាំងពីរនេះមានរង្វាស់ស្មើគ្នាអញ្ចឹងសំណួរសួរថា POC នេះតើវាទល់កំពូលនឹងមុំណាអញ្ចឹងកំពូល O ដូចគ្នាគឺមកខាងក្រោមនេះអញ្ចឹង BOC ទល់កំពូលនឹង AOI ស្មើនឹងមុំ AOI តើមុំ AOB នេះទល់កំពូលនឹងមុំណាមុំ AOB គ្រូគូសនៅថតនេះទល់កំពូលមុំខាងក្រោមនេះគឺមុំ COI មុំ COI ចឹងក្រោយនេះមានលំហាត់មួយចំនួនពួកយើងសាក់លបងធ្វើទាំងអស់គ្នា